សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងបានចេញនូវសាច់រឿងមួយទៀតហើយនិយាយអំពីខ្មោចសាច់រឿងហ្នឹងយើងទទួលបានពីប្រិយមិត្តម្នាក់គាត់ឈ្មោះថាបង្គន់ហើយសាច់រឿងនេះដែរវាមិនមានជាការព្រឺព្រួចញាប់ញ័រអីខ្លាំងទេអ្វីដែលពីប្រិយមិត្តយើងបានជួបហ្នឹងគឺលក្ខណៈថាគាត់មិនដែលបានឃើញខ្មោចស្រស់អីអញ្ចឹងណាហេតុការណ៍ហ្នឹងដែលគាត់បានជួបហ្នឹងគឺនៅកន្លែងដីមួយកន្លែងដីហ្នឹងដូចជាដីរបស់យាយរបស់គាត់អញ្ចឹងណាហើយម្ដាយគាត់ក៏ទៅរស់នៅនឹងដីហ្នឹងទៅអូខេឥឡូវយើងចាប់ផ្ដើមចូលសាច់រឿងយើងហ្មងទៅក្នុងអំឡុងឆ្នាំ2005នៅទីរួមខេត្តសៀមរាបបើគិតជារយៈពេលទៅគាត់ថារយៈពេលប្រហែលជា20ឆ្នាំមុនក្នុងកាលនោះទីរួមខេត្តសៀមរាបហ្នឹងគឺមិនទាន់មានការអភិវឌ្ឍអីនោះទេលក្ខណៈថាបែបព្រៃបើសិនជាអ្នករស់នៅក្នុងសម័យ2000 2005អីហ្នឹងគឺគាត់ដឹងហើយគឺសុទ្ធតែព្រៃហ្មងគាត់ជំនាន់រឿងនាងនាថរឿងខ្មោចដើមជ័យជ្វាអីហ្នឹងជំនាន់ហើយល្បីហ្មងរឿងហ្នឹងអូខេកាលពីក្នុងអំឡុងឆ្នាំ2005ហ្នឹងម្ដាយពុករបស់បង្គន់ហ្នឹងគាត់ក៏បានរៀបការរៀបអីអញ្ចឹងណាហើយគាត់ក៏គ្រប់គ្នាថាទៅនៅណាការអីហើយក្នុងអំឡុងពេលហ្នឹងយាយរបស់គាត់ហ្នឹងក៏បានស្ដាប់ឮទៅគាត់ក៏ដើរមកគាត់ថាបាច់ចាំតិចផ្ទះឬក៏ជួលដីអីគេទេនាំតែអស់លុយអស់កាក់អីចឹងហើយគាត់នៅសល់ដីមួយកន្លែងដីហ្នឹងសុំអត់បញ្ជាក់ទីតាំងទេហើយពេលហ្នឹងម្ដាយឪពុករបស់បង្គន់ហ្នឹងក៏គាត់ទៅកន្លែងដីហ្នឹងអញ្ចឹងនៅពេលដែលគាត់ទៅមើលដីហ្នឹងទៅគឺដីហ្នឹងគឺសិតតែដប់សិតតែព្រៃកាលនោះបង្គន់គាត់នៅតូចហើយគាត់មានប្អូនប្រុសម្នាក់ប្អូនប្រុសហ្នឹងឈ្មោះថាបងណែតឥឡូវយើងសុំហៅគាត់ថាណែតអញ្ចឹងទៅលក្ខណៈថាយើងហៅប្អូនណែតអញ្ចឹងដល់ពេលដែលគាត់ទៅដល់កន្លែងដីហ្នឹងគាត់ក៏បានឈូសឆាយទៅហៅជាងហៅអីទៅពុកម្ដាយគាត់ក៏បានឈូសឆាយយើងរៀបចំធ្វើផ្ទះធ្វើសម្បែងអីចឹងនៅក្នុងឡុងពេលហ្នឹងធ្វើផ្ទះហើយអីទៅយើងមិនបានរៀបចំពិធីអីឲ្យបានត្រឹមត្រូវទេពិធីឡើងផ្ទះឡើងអីចឹងដូចថាធ្វើផ្ទះហើយអីទៅយើងក៏នៅយោតែម្ដងចឹងទៅហើយពេលហ្នឹងម្ដាយឪពុករបស់គាត់ហ្នឹងក៏លក្ខណៈថារ៉ូស៊ីអីចឹងណាគាត់ក៏ជិះទៅមើលទីកន្លែងក្នុងឡុងពេលឆ្នាំ2005ហ្នឹងឪពុកម្ដាយគាត់ថាគាត់ចង់ទៅជិះឆ្វែលមើលជុំវិញអីចឹងហើយពេលហ្នឹងបង្គន់គាត់និយាយថាក្នុងឡុងឆ្នាំហ្នឹងនៅកន្លែងទឹកដីអង្គរគឺមានគេអ្នករកស៊ីច្រើនណាគេលក់មាន់លក់លក់ស្អីច្រើនណាអល់ពីជំនាន់ហ្នឹងហើយម្ដាយឪពុកបង្គន់ហ្នឹងក៏ទៅមើលហើយក៏ជួលតូបគេបានហើយគាត់ក៏មានកម្រងលក់មាន់អាំងអីចឹងហ្នឹងហើយដល់ពេលគិតអញ្ចឹងហើយព្រឹកឡើងអីម្ដាយឪពុករបស់គាត់ក៏រៀបចំទិញមាន់ទិញអីទៅយើងរបៀបថាយើងរៀបចំរបស់របរលក់អីដែរព្រមតែរៀបចំអីហើយវាចូលលក្ខណៈម៉ោង3បន្ទាប់ពីម៉ោង3ហើយយើងក៏ជិះទៅអង្គរទៅរំម្ដងអង្គរអីហ្នឹងរបៀបថាយើងរៀបចំកន្លែងលក់ទៅម៉ោង4ម៉ោង5ទៅពេលម៉ោង5ម៉ោង6រៀបប្រឡប់ហ្នឹងថាមនុស្សច្រើនណាស់ហើយលក់ដូរអីក៏កាន់តែដាច់ដែរអូខេហើយដល់ពេលហ្នឹងលក់ដូរដាច់អីប្រហែលជាម៉ោង10ហើយ10អីបានត្រឡប់មកផ្ទះវិញហ្នឹងហើយក្នុងអំឡុងពេលហ្នឹងមង្គលគាត់និយាយថាគាត់មកនៅកន្លែងដីហ្នឹងគឺចម្លែកហ្មង
ពេលខ្លះគាត់នេះវាសពឃើញនេះឃើញនោះអីអញ្ចឹងណាក្នុងអំឡុងពេលហ្នឹងស្រាប់តែថ្ងៃមួយពេលរាត្រីពេលយប់គាត់ថាគាត់លឺឆ្កែលូមែនតើអាលក្ខណៈថាឆ្កែលូអាលក្ខណៈថាកលួចហ្មងលក្ខណៈថាឆ្កែលូឃើញខ្មោចអីហ្នឹងហើយបងប្អូនគាត់ឆ្ងល់គាត់ទ្រាំមិនបានគាត់បើកប្អួយអាលក្ខណៈថាយើងបើកប្អួយទៅមើលអាសលេងឆ្កែលូហ្នឹងអាស្រាប់តែពេលគាត់បើកប្អួយសុំហ្នឹងមានអីគាត់ថាគាត់ឃើញស្មៅសនៅអាកន្លែងលបងអាលបងផ្ទះគាត់ហ្នឹងគាត់ថាឃើញស្មៅស្ទង់ដល់ពេលអញ្ចឹងទៅគាត់ក៏ហៅប្អូនគាត់អាណែតហើយមើលអីហើយជួយមើលស្មៅលើគេទីខ្មោចហ្នឹងហើយពេលហ្នឹងទៅគាត់ក៏ឃើញអញ្ចឹងហើយគាត់ក៏បិទប្អួយមកវិញទៅគាត់ក៏ស្ងប់ដេកទៅអូខេឥឡូវក៏ចាប់ផ្ដើមដល់ពេលវេលាព្រឹកទៅក្នុងអំឡុងពេលហ្នឹងគាត់ថាការរៀនសូត្ររបស់គាត់ហ្នឹងគឺមួយខែយើងត្រូវផ្លាស់ប្ដូររៀនព្រឹកម្ដងហើយមួយខែទៀតយើងត្រូវផ្លាស់ប្ដូររៀនល្ងាចហើយក្នុងអំឡុងពេលហ្នឹងម្ដាយឪពុកគាត់ក៏រៀបចំអ្វីអាវ៉ាន់ទៅលក់អីទៅហើយគាត់ក៏ទៅរៀនហ្នឹងទៅជាមួយប្អូនជាមួយអីហ្នឹងដល់ពេលយើងចេញពីសាលាវិញមិនម៉ោង5ហើយគាត់ក៏មិនទាន់បានចូលផ្ទះដែរអាពេលហ្នឹងគាត់ចូលចិត្តលេងហ្គេមហ៎អាពេលក្នុងឡុងហ្នឹងគេមានហ្គេមស្អីរ៉ាំបូរ៉ាំអីហ្នឹងគាត់និយាយយើងទៅលេងហ្នឹងទៅព្រោះយើងអត់មានលុយលេងក៏យើងទៅអង្គុយមើលគេលេងដែររហូតដល់យប់ម៉ោង7អីទៅកន្លែងទូហ្គេមគេបិទទ្វារបិទអីទៅហើយអាក្នុងឡុងពេលហ្នឹងបងប្អូនគាត់ថាគាត់អត់ដឹងទៅណាទេប៉ុន្តែគ្រាន់តែនៅជិតកន្លែងផ្ទះគាត់ហ្នឹងមានតូកាហ្វេមួយកាហ្វេយួនអញ្ចឹងជួនកាលគាត់ទៅអង្គុយនៅហ្នឹងទៅចាំម្ដាយឪពុកគាត់ម៉ោង10ម៉ោង10យប់ពេលលក់ដូរដាច់អីហើយទៅម្ដាយឪពុកគាត់ក៏ចូលទៅយកគាត់ទៅរួចយើងក៏ហួសទៅផ្ទះទាំងអស់គ្នាទៅហ្នឹងហើយស្រាប់តែអំឡុងពេលដែលគាត់ទៅអង្គុយនៅកន្លែងកាហ្វេហ្នឹងណាម្ដាយឪពុករបស់គាត់ហ្នឹងក៏មកដល់ទៅលក្ខណៈថាពេលខ្លះគាត់ហូបអាកន្លែងកាហ្វេអាលក្ខណៈថាយើងអង្គុយផឹកកាហ្វេមើលរឿងមើលអីយ៉ាងគាត់ចំនួនរឿងលីតៅហួរមិនល្បីទេហ្នឹងហើយតោះមកម្ដាយឪពុកគាត់ក៏មកយកគាត់រួចក៏ទៅផ្ទះទាំងអស់គ្នាទៅស្រាប់តែអាពេលវេលាហ្នឹងវាអណ្តែរហូតអញ្ចឹងទៅស្រាប់តែមានថ្ងៃមួយគាត់ចេញមកពីណេតគាត់ក៏ទៅអាកន្លែងកាហ្វេហ្នឹងស្រាប់តែអាកន្លែងកាហ្វេហ្នឹងគាត់បិទអាកាហ្វេហ្នឹងណាគាត់អត់ដឹងថាគាត់ទៅទីណាទេពេលយប់អញ្ចឹងក៏គាត់នឹងប្អូនគាត់ហ្នឹងក៏សម្រេចចិត្តទៅផ្ទះអញ្ចឹងណាស្រាប់តែអំឡុងពេលដែលគាត់នឹងប្អូនគាត់ជិះកង់ទៅផ្ទះហ្នឹងស្រាប់តែទៅដល់អាកន្លែងផ្ទះហ្នឹងគាត់ថាឃើញស្អីគេសនៅអាកន្លែងអាសោទ្វារដែលយើងចាក់លបងចាក់អីហ្នឹងគាត់ថាជិះអីគេណែឯងមើលអាកន្លែងលបងស្អីគេសអាពេលហ្នឹងប្អូនគាត់ថាខ្ញុំឃើញតើឥឡូវយើងគិតមិនឥឡូវយើងបកទៅក្រោយវិញឬមួយក៏ទៅមុខដល់ពេលហ្នឹងថាឥឡូវយើងទៅមើលសិនទៅដល់ពេលក្នុងឡុងពេលហ្នឹងគាត់ធាក់កង់មួយប្អូនគាត់គាត់ជិះទៅស្រាប់តែមានអីគាត់ថាមិនដឹងថាអ្នកណាគេយកក្រុងរបៀបថាក្រុងទៅគ្រូបនឹងលបងហ្នឹងដល់ពេលគាត់គិតចុះគិតឡើងទៅគាត់ថាប្រហែលជាប៉ារបស់គាត់ហើយមុននឹងទៅលក់ទឹកអីទៅគាត់យកអាក្រុងយកអីនឹងគ្រូបចាក់សោលបងអីហ្នឹងទៅហើយអាពេលហ្នឹងក៏គាត់ហៅឆ្កែគាត់ទៅនៅផ្ទះគាត់ហ្នឹងគាត់ចិញ្ចឹមឆ្កែដែរដល់ពេលហ្នឹងទៅគាត់ហៅឆ្កែជួយទៅឆ្កែស្ដាប់តែលឺសលេងម្ចាស់ទៅលោកខ្ញុំឲ្យអាក្នុងឡុងពេលហ្នឹងគាត់ថាបានឆ្កែហ្នឹងឯងពេលដែលគាត់ចូលផ្ទះជប់ប្រលប់អីមកពីរៀនមកអីបានឆ្កែនឹងបានជាគ្នាអីទៅចិត្តមួយពងខ្លាចខ្មោចផងហើយចិត្តមួយទៀតហ្នឹងក៏មានគ្នាដូចតែឆ្កែអញ្ចឹងណាហ្នឹងហើយគាត់រៀបចំអីទៅក៏ទៅបើកទូចាក់សោទ្វារចាក់អីទៅហើយពេលយប់ហ្នឹងហើយគាត់ក៏អត់ហ៊ានទៅមុជទឹកដែរយប់ម៉ោង7 8អីហ្នឹង
គាត់ហ៊ានទៅមុខទឹកទេគាត់ខ្លាចអាងក៏ចំនួនហ្នឹងគេល្បីរឿងប្រមាថប្រមងហ្នឹងហើយគាត់មានហ៊ានទៅដល់តែក្នុងផ្ទះហ្នឹងគាត់បើកទូចោលលក្ខណៈថាបើកទូចោលហើយបើកគ្រឿងបន្ទប់ពេញហ្នឹងហើយគាត់ថានៅក្នុងផ្ទះគាត់ហ្នឹងចេះតែលឺអាសំឡេងស្អីអាដូចចេះអាសំឡេងដូចយើងដើរទៅយកជើងទៅឈូសនឹងអាឈើផ្ទះឈើរបស់គាត់ហ្នឹងហើយបើសិនជាអាកន្លែងក្រោវិញលឺដូចផ្លាប់បន្តិចអញ្ចឹងហើយបើថាពីដានផ្ទះគាត់វិញលឺក្រេកគ្រប់គាត់និយាយអញ្ចឹងមកហើយដល់ពេលហ្នឹងទៅគាត់ក៏រងចាំម្ដាយគាត់មកចឹងដល់ពេលបាយជាខ្ទង់ម៉ោងមិន10យប់ម្ដាយគាត់ក៏មកដល់ផ្ទះទៅគាត់ក៏រៀបចំបើកវាបើកអីឲ្យម្ដាយគាត់អីទៅអូមែនអាហ្នឹងខ្ញុំភ្លេចបញ្ជាក់កាលពីជំនាន់2005ហ្នឹងបងប្អូនគាត់និយាយថាផ្ទះរបស់យើងធ្វើលក្ខណៈថានៅនេះមកដុំហើយអាបន្ទប់ទឹកហ្នឹងនៅឆ្ងាយពីផ្ទះលក្ខណៈថា200-300ម៉ែត្រអញ្ចឹងណាហើយយើងសម័យគិតមើលផ្ទះនៅនេះហើយបន្ទប់ទឹកនៅនេះហើយអាខាងក្រោយនឹងសិតដប់សិតប្រៃហើយពេលយប់ពួរខ្លាចកណាស្ងាត់ជ្រាបស្ងាត់ចោលលុយសេះហ្នឹងហើយស្រាប់តែក្នុងឡុងពេលហ្នឹងគាត់ថានៅពេលគេគាត់ដេកគាត់ថាឆ្កែលូមែនទេហើយអាពេលដែលលូហ្នឹងគាត់ថាទ្រាំស្ដាប់រហូតរាល់ថ្ងៃគាត់និយាយថារាល់ថ្ងៃឆ្កែលូរាល់ថ្ងៃហ្នឹងហើយបន្ទាប់ហ្នឹងទៅក៏យប់ក៏បានកន្លងផុតទៅព្រឹកអីទៅគាត់ទៅរៀនអីធម្មតាទៅពេលល្ងាចអីទៅម្ដាយរបស់ពុកម្ដាយរបស់គាត់ហ្នឹងគាត់រៀបចំឲ្យបាយអវ៉ាន់ទៅលក់អីធម្មតាហ្នឹងហើយស្រាប់តាក្នុងពេលហ្នឹងណាថាគាត់ចេញមកពីណេតមកហាងកាហ្វេហ្នឹងគេជួនបើកជួនអត់បើកអញ្ចឹងណាក្នុងឡុងពេលដែលគាត់ទៅផ្ទះហ្នឹងគាត់ថាទៀតលក្ខណៈថាម៉ោង7-8ហ្នឹងគាត់ចូលទៅផ្ទះគាត់ថាអាលបងហ្នឹងវាមកសដូចលក្ខណៈរូបមនុស្សចូលទៅហាលហ្នឹងអាណាមិនភ័យបើសិនតែយើងរបៀបថាយើងជាមនុស្សម្នាក់ដែលធ្លាប់តែគេនិយាយថាជួបខ្មោចរូបរាងចេះហើយហូរឈាមហូរអីអាណាមិនខ្លាចដល់ពេលអញ្ចឹងទៅគាត់ធ្លាប់មានប្រវត្តិថាដល់ពេលគាត់ឃើញអញ្ចឹងទៅគាត់ក៏កង់ទៅថាវាមិនអីពេលទៅគាត់ក៏ជួបសង្ឃលក្ខណៈថាអាសំអោលសស្ទងដូចរឿងមនុស្សហ្នឹងដល់ពេលគាត់ទៅចិត្តទៅក៏លក្ខណៈដូចរូបរាងថងអញ្ចឹងថងមកគ្របកន្លែងសោហ្នឹងទៅហើយគាត់លក្ខណៈថាគាត់ទ្រូងចេះហើយទៅគាត់ក៏ហៅឆ្កែរបស់គាត់មកឆ្កែក៏មកធម្មតាទៅរហូតគាត់ចាក់សោផ្ទះសោអីទៅគាត់លើកកង់គាត់ចូលក្នុងផ្ទះទៅរងចាំម្ដាយឪពុកគាត់ដូចសពប្រដងគាត់បើកទូបើកអីទៅភ្លើងកញ្ចាយពេញផ្ទះស្រាប់តាមកសន្ទុះក្រោយមកអីទៅប្រហែលជាខ្ទង់មកមិន10អីទៅគាត់ក៏លឺសលេងម៉ូតូអីទៅគាត់ក៏បើកប្រួយមើលទៅគាត់ឃើញភ្លើងចាំងពីចង្អាយតាមផ្លូវហ្នឹងគាត់ថាម្ដាយឪពុកគាត់ហ្នឹងហើយស្រាប់តែពេលហ្នឹងម្ដាយឪពុកគាត់រៀបចំចូលសម្រាប់រៀបចំលក្ខណៈថារៀបចំឲ្យបាយអវ៉ាន់រួចគាត់ពុជទឹកពុជអីរួចគាត់ចូលសម្រាប់អីហ្នឹងទៅហ្នឹងហើយអាចស្រាប់តែពេលក្នុងថ្ងៃហ្នឹងគាត់ថាក្នុងម៉ោង2:10ហ្នឹងគាត់ថាគាត់ចុកពោះមែនទេគាត់ថាគាត់ចុកពោះហើយសម័យហ្នឹងមានបន្ទប់ទឹកនៅក្នុងផ្ទះមកពីណាគាត់ថាគាត់ចុកពោះលមូលពោះរបៀបថាយើងជិះទូអាចទ្រាំមិនបានឈឺអីបានឈឺអីទប់បានឈឺទូអាចហ្នឹងទប់បានហើយគាត់ក៏ដាស់ប្អូនគាត់ទៅណែក្រោកឡើងអញឈឺពោះហើយជូនអញទៅបន្ទប់ទឹកតិចមកហើយដាស់យ៉ាងណាក៏ប្អូនគាត់មិនក្រោកដែរហើយគាត់ហ្នឹងក៏មិនហ៊ានដាស់ឪពុកម្ដាយគាត់ដែរព្រោះឪពុកម្ដាយគាត់ព្រឹកឡើងគាត់ទៅផ្សារមកពីផ្សារគាត់រៀបចំអាវ៉ាអវ៉ាន់លក់បន្ទាប់ពីរៀបចំអាវ៉ាអវ៉ាន់លក់ទៅក៏ទៅលក់នៅខាងហ្នឹងទៅហើយពេលហ្នឹងពេលមកអីទៅ
ពុកម្ដាយគាត់ហត់នឿយអញ្ចឹងគាត់អត់ហ៊ានដាស់ទេគាត់ខ្លាចរំខានដល់ពេលហ្នឹងគាត់ក៏សម្រេចចិត្តថាបើកទ្វារទៅបន្ទប់ទឹកអីទៅហើយនៅពេលដែលគាត់បើកទ្វារក្រាគាត់ក៏ហៅឆ្កែជិះក៏ដើរទៅមួយឆ្កែស្រាប់អំឡុងពេលហ្នឹងណាគាត់និយាយថាមានលឺសម្រាប់ជើងសម្រាប់ជើងលក្ខណៈដើរស៊ីបមកពីក្រោយដូចយើងចុះទៅដីហ្នឹងណាចុះទៅដីទៅដូចថាមានមនុស្ស2នាក់អញ្ចឹងដើរពីក្រោយយើងអញ្ចឹងណាក្នុងអំឡុងពេលហ្នឹងបងគុណគាត់ថាគាត់ភ័យមែនទែនគាត់អត់ហ៊ានងាកមើលលក្ខណៈថាគាត់ឈោឆ្កងចឹងគាត់បានតែក្លៀសភ្នែកក្លេកក្លោកវាមួយហើយពេលហ្នឹងគាត់ក៏ស្មានថាឆ្កែរបស់គាត់ទេលក្ខណៈថាដែលគាត់ចុះមកពីផ្ទះហ្នឹងគាត់មិនហៅឆ្កែមកដែរហើយអំឡុងពេលហ្នឹងគាត់ថាគាត់ងាកទៅក្រោយអត់ឃើញឆ្កែគាត់ទេហើយដល់ពេលដែលគាត់ងាកមកវិញហ្នឹងលក្ខណៈថាមុខទល់នឹងរូបរាងសនោះគាត់ថាអីគេហើយរូបសនោះគាត់ថាអូដូចម៉ារកាំងអញ្ចឹងកំមកហើយដល់ពេលហ្នឹងគាត់ថាខ្មោចជួយបងក្នុងរងពេលហ្នឹងគាត់ក៏បានសូត្រធម៌គាត់ថាបង្គន់គាត់សូត្រថាអ្នកមោតសៈរួចអាចទៅរបស់ផ្ទះគាត់ហ្នឹងគាត់ឡើងរួចគាត់បិទវាក្រាំងចាក់កលឹះទាញទ្វារកលឹះកប់ក្នុងពុកទៅដល់ពេលហ្នឹងក៏លន់ផ្ទះខ្លាំងអីទៅដៃឪពុកគាត់បើកភ្លើងអីមកថាមានរឿងអីដល់ពេលអញ្ចឹងទៅបង្គន់គាត់ថាខ្ញុំចុកពោះពេកដល់ពេលអញ្ចឹងទៅខ្ញុំចុកទៅជួបអាចដល់ពេលអញ្ចឹងទៅខ្ញុំជួបខ្មោចលក្ខណៈថារូបដូចពណ៌សមានដូចរបៀបថាមិនទេគាត់ប្រាប់ admin អញ្ចឹងណាប្រាប់ admin ថារូបដូចរូបគេហ្មងវាមានដូចបាត់ផ្កាតែវាលាយពណ៌សពណ៌អីហ្នឹងហើយទៅឪពុករបស់គាត់ហ្នឹងក៏អត់ថាដែរអត់អីទេបិទទ្វារបិទអីឲ្យចូលដេកចូលអីហ្នឹងហើយដល់ពេលក្នុងម្លងពេលហ្នឹងគាត់ក៏ដេកគាត់ក៏អីទៅក៏ព្រឹកឡើងអីទៅម្ដាយឪពុកគាត់ក៏រៀបចំទៅលក់ទៅដូររៀបចំទៅសារអីអញ្ចឹងណាដូចសពមករដងណាហើយម្លងពេលហ្នឹងគាត់ថាគាត់ហ្នឹងអត់ហ៊ានចូលផ្ទះទៀតទេពេលយប់ហ្នឹងគាត់ខ្លាចហើយណាមួយពេលយប់ដែលយើងជិះកង់ចូលផ្ទះហ្នឹងវាចេះឃើញស្អីគេសនៅលើលបងតែដល់ពេលគាត់ចូលផ្ទះហ្នឹងវាឆ្កែលូឆ្កែអីអញ្ចឹងណាហ្នឹងគាត់បើសិនជាយើងក៏យើងទ្រាំអត់បានដែរពីអ្នកប្អូនហើយជំនាន់សម័យនឹងល្បីរឿងប្រមាថប្រមងល្បីរឿងខ្មោចដើមចិត្តជ្វាទៀតហើយពេលថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងគេប្រចាំងសឹកតែរឿងខ្មោចទៀតក៏ពីសម័យហ្នឹងមកគុណគាត់និយាយហ្នឹងហើយស្រាប់ថាគាត់ក៏ចូលផ្ទះចូលអីទៅហើយគាត់ចាក់សោចាក់អីបើកទូអីដូចធម្មតាគាត់អង្គចាំដៃពុកគាត់រហូតដល់ពេលម៉ោង 11ទៅឪពុកម្ដាយគាត់ហ្នឹងក៏ត្រឡប់មកវិញជាធម្មតាពុកម្ដាយគាត់រៀបចំមុជទឹកមុជអីរួចគាត់ក៏ចូលគេងអីទាំងអស់នេះស្រាប់តែម្លងពេលដែលគាត់ដេកហ្នឹងគាត់ថាគាត់បានឃើញខ្មោចលក្ខណៈថានៅពេលដែលគាត់លក់លាវទៅគាត់លឺសំឡេងក្រិកក្រកនៅលើពីដានផ្ទះគាត់ត្រាប់តាក្នុងម្លងពេលហ្នឹងគាត់ថារូបរាងមនុស្សហ្នឹងគឺអត់មានជើងទេមានតែមកកណាត់ខ្លួនឡើងទៅលើហើយវាលើកតាមជាងលក្ខណៈថាក្បាលហ្នឹងវាបែរមករកគាត់អីអញ្ចឹងសក់ម៉ែស្លាក់ពេលហ្នឹងគាត់ថាពេលអញ្ចឹងទៅគាត់វាថាគាត់គួតទ្រូងចេះអញ្ចឹងលក្ខណៈបែបអញ្ចឹងហើយក្នុងឡងពេលហ្នឹងគាត់ថាវាជាការយកសពទេតែគាត់ភ័យណាស់គាត់ថាមិនដឹងផ្ទះគាត់នឹងពីមុនដីហ្នឹងវាជួបដីអីគេខ្លះឬក៏ដីផ្ទះគ្រូខ្មោចឬមួយក៏ដីហ្នឹងគេយកសពមកចោលលើហ្នឹង
đằng này có tọa bị dục nâng tới cô còn lọn phát từ bây giờ quát có từ riêng tự ấy về là nghe hay mà ai phục quát đối không mà ai chẳng cho luật đồ là tầm nhiên ngày mùi nắng ta bọc quát lên vì nó một con bạc thà ta bọc quát nắng quát lẹ nè thà quát cru sọt cru plom ấy chẳng á hãy ta bọc quát nắng quát che sma ấy đa quát lẹ nè thà pe sal pe tiền ấy cứ quát từ bột từ ấy chẳng á nè hãy còn lông pe để ta quát màu tới pe giúp ta bọc quát nắng có lẽ là thà quạtสมาธิនៅមុខបវជហ្នឹងប្រាប់តាអង្លងពេលហ្នឹងបងគុណគាត់និយាយថាតាគាត់ប្រាប់បងគុណហ្នឹងគាត់ថាដីនឹងម្ដុំហ្នឹងគឺសិតតែខ្មោចច្រើនប្រភេទមានលក្ខណៈថាខ្មោចស្លាប់នៅគៀនលបងក៏មានអានៅក្នុងដីហ្នឹងក៏មានលក្ខណៈថាគាត់ពីសម័យជំនាន់ដូចថាសម័យជំនាន់ពលពតអាសម័យសង្គ្រាមម្ដាយឪពុកយើងភៀសខ្លួននោះដែលថាសង្គ្រាមទៅវាលក្ខណៈថាខ្មោចដែលគេយកមកចោលគឺគេយកមកចោលកន្លែងហ្នឹងអាពេលហ្នឹងមកគុណលឿគាត់ថាគាត់បុកភ័យមែនទែនគាត់ស្ដាប់តាគាត់និយាយអញ្ចឹងណាស្ដាប់តាពេលហ្នឹងបងគុណគាត់ប្រាប់ថាតារបស់គាត់ហ្នឹងថាអត់អីទេចៅអត់អីទេចាំតាគាត់សមាទិហ្នឹងឲ្យហ្នឹងហើយអាពេលវេលាយប់ហ្នឹងក៏កន្លងផុតទៅហើយតារបស់គាត់លក្ខណៈថាពេលដែលព្រឹកឡើងអីទៅគាត់សមាគាត់អីចឹងទៅកុំឲ្យមានរឿងអីចឹងទៀតគាត់ដេកសពអីគាត់ឃើញអីចឹងតារបស់គាត់ក៏ត្រឡប់ទៅផ្ទះគាត់នៅតាមស្រុកស្រែនៅតាមជនបទអីចឹងហើយគាត់ថានៅពេលដែលតាគាត់សមាគាត់អីមកមិនដឹងជាគាត់សូត្រអីទេបន្ទាប់នឹងមកគាត់អត់ដែលឃើញរឿងរ៉ាវអីដែលស្រស់អញ្ចឹងទៀតទេហើយប៉ុន្តែអង្គគាត់និយាយថាបើសិនជាយកស្លាប់គឺនៅតែឃើញយ៉ាងឯងឃើញនេះឃើញនោះអីខ្មោចសកត់ខ្មោចអីអញ្ចឹងណាហ្នឹងហើយពេលវេលាហ្នឹងវាកន្លងទៅប្រហែលជារយៈពេលអាហ្នឹងបងប្អូនគាត់ប្រាប់ថាពី1ឆ្នាំរហូតដល់គាត់ក្នុងអាយុ18 19 20អីហ្នឹងក៏ផ្លាស់ប្ដូរដីហ្នឹងទៅដីហ្នឹងនិយាយរបស់គាត់ហ្នឹងគឺកាត់ឈ្មោះឲ្យទៅពូគាត់ទៅនិយាយគាត់ហ្នឹងក៏ឲ្យម្ដាយឪពុកបង្គន់ហ្នឹងរើដីកន្លែងហ្នឹងទៅអូខេហើយរឿងរបស់យើងហ្នឹងក៏ចប់ប៉ុណ្្នឹងឯងបង្គន់ថាអត់មានរឿងអីទៀតទេប៉ុន្តែបង្គន់និយាយថានៅពេលដែលគាត់ទៅដីគាត់មួយទៀតហ្នឹងណាដីគាត់ដីដែលឲ្យម្ដាយបង្គន់ហ្នឹងផ្លាស់ប្ដូរទៅកន្លែងហ្នឹងគាត់ថាដីហ្នឹងក៏មិនធម្មតាដែរដីហ្នឹងលក្ខណៈថាលោកយាយលោកតាចាស់បុរាណគេកាន់នៅដីហ្នឹងណាអូខេឥឡូវសាច់រឿងរបស់យើងតែត្រឹមប៉ុណ្្នឹងឯងបើយើងចង់ស្ដាប់តទៀតអាហ្នឹងមានន័យថាតតាប្រិមិត្តយើងគាត់ចែកម្លែកមកអូខេហ្នឹងហើយបើសិនជាវីដេអូរបស់ខ្ញុំធ្វើឡើងមកមានការខុសឆ្គងត្រង់កន្លែងណាមួយអីនិយាយពាក្យពេចន៍ខុសឆ្គងអីក៏សូមបងប្អូនអធិស្ឋានឲ្យផងបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តស្ដាប់សូមជួយ like comment នៅក្នុងវីដេអូហ្នឹងផងបើសិនជាប្រិយមិត្តមានរឿងរ៉ាវដែលចង់ចែកម្លែកក៏សូមតាក់ទងមកកាន់ link ខាងក្រោមអរគុណបាយបាយជំរាបលា